តកតងជាមួយនឹងបច្ចេកទេសលំនឹងផ្លូវចិត្តនេះផងដែរសួរថាតើបច្ចេកទេសនឹងវាមានប្រមាណប្រភេទហើយវាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អតិថិជនឬក៏លោកគ្រូសូមប្រើពាក្យថា client ទៅចោះតកតងជាមួយនឹងប្រភេទរបស់លំនឹងផ្លូវចិត្តវាមាន3ប្រភេទគឺវាធ្វើតាមរយៈកាយធ្វើតាមរយៈសង្គមនិងធ្វើតាមរយៈពុទ្ធិហើយពុទ្ធិឬក៏ផ្លូវចិត្តហើយសួរថាវាមានអត្ថប្រយោជន៍អីអាលំនឹងផ្លូវចិត្តនឹងព្រោះដោយបានរៀបរាប់ច្រើនហើយតកតងជាមួយនឹងបញ្ហានៃការប៉ះទង្គិចផ្លូវចិត្តហើយការប៉ះទង្គិចផ្លូវចិត្តដែលកើតមានតាំងពីក្មេងរហូតមកឥឡូវហ្នឹងវាធ្វើឲ្យបាត់បង់នៅលំនឹងផ្លូវចិត្តដូច្នេះហើយយើងធ្វើបច្ចេកទេសនេះធ្វើឲ្យមានលំនឹងផ្លូវចិត្តឡើងវិញអត្ថប្រយោជន៍របស់វាគឺតកតងជាមួយការជួយនាំឲ្យអតិថិជនឬក៏ client ហ្នឹងត្រឡប់មកសភាពដើមវិញមករកបច្ចុប្បន្នកាលវិញដែលភាសាបច្ចេកទេសគេប្រើពាក្យថានៅទីនេះហើយនឹងឥឡូវនេះឬក៏ here and now តកតងជំនួយនឹងអត្ថប្រយោជន៍ទី2គឺជួយឲ្យមានការគ្រប់គ្រងឬក៏ចេះដកខ្លួនចេញពីការកើតអវិជ្ជមានអារម្មណ៍ភ័យរន្ធត់ខ្លាំងឧទាហរណ៍ដូចភ័យខ្លាំងកំហឹងខ្លាំងឬក៏ការនឹកឃើញទៅដល់ព្រឹត្តិការណ៍ដែលប៉ះទង្គិចផ្លូវចិត្តនោះឡើងវិញឬក៏ភាពតានតឹងនានាអានេះហើយគឺជាអត្ថប្រយោជន៍នៅពេលដែលយើងបានអនុវត្តបច្ចេកទេសលំនឹងផ្លូវចិត្ត